សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបដែលខ្ញុំធ្វើ Snow Spring Roll បងប្អូនបន្លែខ្ញុំមានការ៉ុតទៅមានត្រាវមានបុិកុហើយនឹងខ្ទឹមបារាំងហើយនឹងមីស៊ូនេះត្រាំរួចហើយឥឡូវបងប្អូនមកមើលពីរបៀបខ្ញុំធ្វើណាបងប្អូនខ្ញុំធ្វើតាមរបៀបខ្ញុំណាខ្ញុំដាក់ប្រេងឆាខ្ញុំដាក់ខ្ទឹមសខ្ញុំឆាខ្ទឹមសនឹងឲ្យឈ្ងុយទៅខ្ញុំដាក់មីស៊ូចូលខ្ញុំឆាមីស៊ូអញ្ចឹងហើយខ្ញុំដាក់ទឹកប្រេងខ្យងនេះគឺខ្ញុំធ្វើខ្លួនឯងទេខ្ញុំទៅរើស oyster ពីសមុទ្រយកមកហើយវីដេអូរបៀបធ្វើក៏ខ្ញុំបានចេញរួចហើយដែរនៅពេលដែលបងប្អូនដាក់ប្រេងខ្យងហើយខ្ញុំដាក់ទឹកស៊ីអ៊ីវពណ៌ខ្មៅគេហៅ dark soy sauce បងប្អូនហើយយើងឆាមីស៊ូនឹងបើសិនជាវាស្ងួតពេកយើងថែមទឹកឆាមីស៊ូនឹងឲ្យឆ្អិនណាបងប្អូនពេលដែលមីស៊ូឆ្អិនខ្ញុំអត់យកទៅឆាក្នុងមីស៊ូទេបងប្អូនបន្លែអស់នេះអត់ត្រូវការចម្អិនទេនៅពេលដែលយើងយកទៅបំពងគឺឆ្អិនហើយមិនបាច់ភ័យថាអត់ឆ្អិនទេបងប្អូនអញ្ចឹងបើខ្វះរសជាតិអីគឺខ្ញុំថែមតែអឺម្រេចហើយអំបិលទេខ្ញុំអត់ដាក់ម្សៅស៊ុបដាក់អីទេព្រោះប្រេងខ្យងរបស់ខ្ញុំរសជាតិឆ្ងាញ់រួចទៅហើយបងប្អូនទម្លាប់របស់ខ្ញុំគឺខ្ញុំធ្វើអញ្ចឹងទម្លាប់របស់បងប្អូនធ្វើម៉េចបងប្អូនធ្វើតាមនឹងទៅតែខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបដែលខ្ញុំធ្វើទេពួកអីបន្លែអស់នឹងមិនត្រូវការចម្អិនទេបងប្អូនហើយខ្ញុំចូលចិត្តឆាមីស៊ូមុនយកមកច្បល់ចឹងបន្ទាប់មករបៀបរុំតាមបងប្អូនទេបងប្អូនរុំបែបណាធំប៉ុណ្ណាក៏ប៉ុន្តែទម្លាប់ខ្ញុំអត់ចូលចិត្តធ្វើ spring roll អាធំទេបងប្អូនហេតុអីពេលយកទៅបំពងទៅខ្លាញ់វាចូលច្រើនពេកហូបទៅទលាន់ខ្ញុំចូលចិត្តតែល្មមតូចទេប៉ុណ្ណឹងຂະຫນាតខ្ញុំទិញអាຂະຫນាតល្មមយកមកបងប្អូនអូយនៅស្រុកអង់គ្លេសបងប្អូនបើហាងចិនវិញ spring roll វាធ្វើប៉ុណ្ណកដៃហូបទៅទលាន់ណាពួកធំហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនគាត់តែចែករំលែកប៉ុណ្្នឹងទេមានការខុសឆ្គងត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានថ្ងៃនេះម៉ែសុវណ្ណនៅប្រទេសអង់គ្លេសសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អ